online scam ជនបរទេសជាង200នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃុតខ្លួននៅទីតាំងអតីតកាស៊ីណូក្នុងខេត្តព្រះសីហនុជនសង្ស័យចំនួន263នាក់ស្ត្រី17នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃុតខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងអតីតកាស៊ីណូ Galaxy West ស្ថិតនៅក្រោមទី6 ភូមិ4សង្កាត់4ក្រុងខេត្តព្រះសីហនុក្រុមការសង្ស័យថាមានការលូតលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam ជនសង្ស័យដែលបានឃុតខ្លួនទាំង263នាក់នោះរួមមានជនជាតិប៉ាគីស្តាន11នាក់បង់ក្លាដេស23នាក់ចិន207នាក់ស្ត្រី7នាក់ស្ត្រីមីយ៉ាន់ម៉ា6នាក់នេប៉ាល់4នាក់វៀតណាម7នាក់ស្ត្រី3នាក់ម៉ាឡេស៊ី4នាក់និងស្ត្រីជនជាតិឡាវ1នាក់ចំណែកវត្ថុតាំងដកហូតមានកុំព្យូទ័រលើតុ860គ្រឿងទូរស័ព្ទ4129គ្រឿងកុំព្យូទ័រយួរដៃ16គ្រឿងនិង iPad 14គ្រឿងប្រតិបត្តិការនោះត្រូវបានដឹកនាំធ្វើឡើងកាលថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2025ក្រុមការសម្របសម្រួលពីលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកបឆបនិងមានការចូលរួមសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិអគ្គនាយកដ្ឋានអន្តរប្រវេសន៍គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តនិងដោយមានការសម្របសម្រួលនីតិវិធីពីលោកឈីវអ៊ីកុងព្រះរាជអាជ្ញាធររងនៃអង្គការសាលាដំបងខេត្តព្រះសីហនុបានដោយចោះត្រួតពិនិត្យនៅទីតាំងសង្ស័យនិងឈានដល់បានឃុតខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះក្រោយការបង្ក្រាបនេះសមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះខណៈជនសង្ស័យនិងវត្ថុតាំងត្រូវបានប្រកាសជូនអគ្គនាយកដ្ឋានអន្តរប្រវេសន៍និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តតាមនីតិវិធីច្បាប់ចំណែកឯទីតាំងខាងលើត្រូវបានបិទបណ្ដោះអាសន្ននិងប្រកាសជូននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ4ក្រុងខេត្តព្រះសីហនុជាអ្នកគ្រប់គ្រងរងចាំអនុវត្តនីតិវិធីបន្តសូមបញ្ជាក់ថាក្នុងក្របខ័ណ្ឌយុទ្ធនាការបោះសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះសមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគ្មានការលើកលែងឡើយ។